បរោះកំពូលកំណាបថាងភូហោមកដល់ហើយសួស្តីអ្នកទាំងអស់គ្នាខ្ញុំនិយាយមិនអួតទេកាលខ្ញុំនៅពីតូចម្ដាយរបស់ខ្ញុំក្រណាស់អត់លុយទិញម្ហូបឲ្យខ្ញុំស៊ីទេចៃដន្យអីខ្ញុំជាក្មេងឆ្លាតនៅជាប់ផ្ទះរបស់ខ្ញុំមានតាចិនម្នាក់គាត់លក់សាច់ជ្រូកផាក់ឡូវហើយគាត់មានកូនស្រីមួយអាយុ10ឆ្នាំដូចខ្ញុំដែរខ្ញុំមិនដឹងធ្វើម៉េចបានស៊ីសាច់ផាក់ឡូវខ្ញុំក៏រកល្បិចញ៉ាយកូនស្រីគាត់រហូតបានសម្រេចពេលដែលនាងខ្លាយទៅជាសង្សារខ្ញុំថ្ងៃណាក៏នាងលួចសាច់ផាក់ឡូវឲ្យខ្ញុំនិងម្ដាយរបស់ខ្ញុំស៊ីដែររហូតដល់ខ្ញុំនិងម្ដាយខ្ញុំមុខដូចសាច់ជ្រូកផាក់ឡូវ 90% ទៅហើយខ្ញុំស្រឡាញ់នាងបាន9ឆ្នាំទេហើយក្នុង9ឆ្នាំនោះឪពុកនាងបដូរមុខរបរ3ដង3ឆ្នាំដំបូងលក់សាច់ជ្រូកផាក់ឡូវខ្ញុំក៏អាចនៅស្រឡាញ់នាងបាន3ឆ្នាំបន្ទាប់ឪពុកនាងបានលក់ទាខ្វៃខ្ញុំក៏អាចនៅស្រឡាញ់នាងបានដែរតែ3ឆ្នាំបន្ទាប់ទៀតឪពុកនាងលក់ពងទាប្រៃខ្ញុំទ្រាំស៊ី3ឆ្នាំស្ទើរខ្សែក៏សុំនាងបែកគ្នាទៅពេលដែលបែកគ្នានាងយំបបខ្ញុំសួរខ្ញុំហេតុអីក៏សុំបែកគ្នាខ្ញុំឆ្លើយថាមកពីឪពុកនាងបដូរមុខរបរលក់ពងទាប្រៃនាងឆ្លើយថាបើដឹងអញ្ចឹងគឺមិនឲ្យគាត់លក់ពងទាប្រៃទេឲ្យគាត់លក់ខ្ជូងបាត់ទៅហើយបើលក់ខ្ជូងខ្ញុំកាន់តែសុំបែកគ្នាទៀតហើយព្រោះខ្ជូងស៊ីអត់កើតផងនាងក៏ឆ្លើយថាទេបើលក់ខ្ជូងអូននឹងប្រមូលខ្ជូងមកដុតបងហើយនឹងផ្ទះបងចោលតែម្ដងបើដឹងថាបងឯងនឹងស្រឡាញ់អូនបោកស៊ីអញ្ចឹងខ្ញុំស្ដាប់សម្ដីនាងគឺសាហាវណាស់ស្អែកឡើងខ្ញុំក៏អត់នៅផ្ទះ2-3អាទិត្យដើម្បីសុវត្ថិភាព